Hello ត្រឡប់ថ្មីជួបបងខ្ញុំនៅកាហ្វេប្លុកនេះគឺយើងទៅទិញកាមេរ៉ាថ្មី Oh my god Wow ម៉ែមុខគេឡើងគីឡូអូយលើយកោបអ្នកជូនមកទិញកាមេរ៉ាសូយល់ពីកាមេរ៉ាអីបន្តិចអូល្ងឹតមែនអាណាអសហ្នឹងមែនយកមកហ្នឹងមែនទៅញ៉ៅត្រូវការ ND មួយទៀតតែ ND នៅតាមផ្លូវនៅឡើយអត់តន់ដឹងដល់ពាក់កណ្ដាលផ្លូវឬប្រហែលភាគរយទេតោះឥឡូវយើងទឹកលុយឲ្យគាត់ទៅយកកាមេរ៉ាទៅផ្ទះunboxing នៅផ្ទះវិញ unboxing អានេះមនុស្សច្រើននិយាយក្រាក់សឺលឺគេធ្វើអីគេហ្នឹងកាន់មើលដែរអីតែមិនថតច្បាស់តោះទៅផ្ទះវិញបាយតោះយើងមកដល់ផ្ទះហើយអញ្ចឹងមកមើលក្នុងប្រអប់តើយើងមានអីគេខ្លះ unbox ស្រួលៗទេងាយលឿនហើយខ្ញុំនឹងធ្វើវីដេអូក្រោយៗទៀតនិយាយអំពី spec របស់វាឬក៏ feature មួយចំនួនដែលល្អប្រើពីកាមេរ៉ាមួយហ្នឹងអូខេអញ្ចឹងខ្ញុំបានបកថង់វារួចហើយគឺមកមួយប្រអប់តែម្ដងបាទប្រអប់បែបនេះមានថង់ស្រោបមាននេះដែរអស់ហើយតែប៉ុណ្្នឹងទេគឺ6 item នេះខ្ញុំអត់ focus មួយសិនគឺមាន6 item អញ្ចឹងខ្ញុំដាក់ focus ប៉ុណ្ណឹងខ្ញុំលើកឲ្យមើលថង់ប៉ុណ្ណឹងទេបើកមកខ្ញុំប្រហែលជាមាន background noise តិចតួចដោយសារតែមានរោងការនៅក្នុងបរិយាអញ្ចឹងsorry នេះគឺជា pouch គឺដាក់នៅក្នុងនឹងទាំងអស់តែម្ដងបាទលយឆ្វេងតាបើកមកមានមួយមានដងតអានេះតសម្រាប់យើងមានម៉ោងដើម្បីមានជើងម៉ោងហើយយើងមានផោចគេមានអានេះបើកវាដើម្បីដាក់កុំឲ្យជ្រុះបានគេមានពីរនេះអូខេចំណុចនេះអានេះពីរទៀតហើយមួយទៀត3 4អូខេ4ហើយអានេះគឺទូឯករបស់យើងគឺកាមេរ៉ានេះគឺកាមេរ៉ាជូនណានេះគេមាននេះថ្មីអាប់ដេតដាក់នេះមកប៉ុណ្ណឹងកាមេរ៉ាអូខេអញ្ចឹងអានេះសម្រាប់ខ្ញុំគឺវាគ្រប់គ្រាន់ហើយ standard ហ្នឹងដោយសារខ្ញុំមាន mic mini ប្រើមាន mic Rode mic អីប្រើអញ្ចឹងខ្ញុំអាចប្រើវាបានគ្រាន់តែថានេះវាអត់មានអាចជើង tripod របស់វាមួយអញ្ចឹងយ៉ាងពិបាកតិចប៉ុន្តែនៅតែ no problem សម្រាប់ខ្ញុំដោយសារខ្ញុំមានអាចជើង tripod ទូចផ្សេងៗទៀតដែលខ្ញុំអាចប្រើបានឬក៏ខ្ញុំអាច 3D print ជើង tripod បានព្រោះខ្ញុំមានម៉ាស៊ីន 3D print អូខេអញ្ចឹងបើកវាសាមើល English
device name device activation យើងត្រូវ activation មុននឹងយើងប្រើអញ្ចឹងងាយស្រួលទេសម្រាប់ activation នេះខ្ញុំអត់ចង់ធ្វើនៅក្នុងវីដេអូកុំឲ្យយូរថែមទៀតខ្ញុំនឹងយកអានេះធ្វើ90វិនាទីបានច្រើនគឺកាមេរ៉ាមួយនេះខ្ញុំតែងដោយលុយខ្លួនឯងផ្ទាល់ខ្ចីលុយប្រពន្ធអរគុណប្រពន្ធសម្លាញ់អញ្ចឹងខាងហាងក៏គេអត់មានបញ្ចុះតម្លៃអីដែរសូម្បីតែ$1បាទអញ្ចឹងអូខេ thank you but គាត់ក៏មាន free របស់ឲ្យមួយដែរទៅដល់ណានេះ free នេះគឺស្អីគេscreen protector thank you ដែលបានព្រានឹងឲ្យសង្ឃឹមថាមានអីបន្ថែមទៀតខ្លីៗប៉ុណ្ណឹងពីខ្ញុំគឺ vlog របស់ខ្ញុំប៉ុណ្ណឹងទៅទិញកាមេរ៉ាហើយអានបបអ្នកទាំងគ្នាមើលហើយសង្ឃឹមថានឹងធ្វើវីដេអូឆាប់ៗពី feature របស់នេះតើវាមានអីប្លែកៗក្នុងការ update ថ្មីនេះsee you ជួបគ្នាវីដេអូក្រោយ